ដោយស្លាកទឹកទី1សូមបងប្អូនយើងផ្ដល់សំឡេងឲ្យខ្លាំងទាំងអស់គ្នាមុននឹងឈានដល់គូនេះបាទមរតកគុណខ្មែររួមថែយើងឲ្យដំឡៃក្នុងគ្នាការពៀបសុខចូលក្រុមត្រៀមប្រុងព្រៀបប្រកួតគូទី6ដែលជាគូម៉ារ៉ាតុនអន្តរជាតិដណ្ដើមខ្សែក្រវ៉ាត់ ISKA គ្រុឌគុណខ្មែរវគ្គផ្ដាច់ព្រាត់ទឹកទី1 round 1ឈានចូលដល់ទឹកទី1នៃការប្រកួតផ្ដាច់ព្រាត់ដណ្ដើមខ្សែក្រវ៉ាត់ ISKA គ្រុឌគុណខ្មែរប្រភេទទម្ងន់63គីឡូ500បង្គោលខៀវគឺកីឡាករធីវរិទ្ធបាទកីឡាករគុណខ្មែរមកពីបាទក្លឹបគុណសាសរគុណខ្មែរនៃសមាគមកីឡាផ្ដាល់ក្រសួងមហាផ្ទៃហើយបង្គោលក្រហមកីឡាករវៀតណាមអុយសៃដាច់ឈៀងបាទអុយសៃដាច់ឈៀងមួយប៉ះចំប្រដាប់ការពារប្រដាប់ការពារធាក់ចែកមួយពីបាទធីវរិទ្ធងាឆាចេញលោកចូលបាន2ដៃទាត់មកជើងថែមបាន2ដៃទៀតបាទពីហូធីងចាប់ក្លាច់មកធីវរិទ្ធចាប់ក្លាច់ហូធីងចាប់ក្លាច់ដូចគ្នារូបកាច់កាត់ខ្លីមួយអាញាកដាលោកផលសុផាតញ៉ៃសិនហើយចាស់គូនេះហួយណាបាទបងប្អូនយើងផ្ដល់សម្លេងខ្លាំងដល់គ្នាមួយបាទសម្លេងអើងកងហើយចាំមើលតាការប្រគំដែរគុំកាយអាស្ដាប់មួយពីធីវរិទ្ធលោកចូលបាន2ដៃចាប់គ្រាជាប់ចាក់ជង្គង់មួយពីធីវរិទ្ធចាប់ជើងគ្រាបន្តទៀតដៃចេញអោបសង្រៀនហើយអាញាកដាញ៉ៃសិនចាច់កាច់ក៏អត់តន់លេងបាទអាញាកដាបាទថាស្ដាប់បាទថាឲ្យស្ដាប់ផងព្រោះតែបងប្រកួតជួចិត្តគ្នាបាទធាក់ចេញមួយពីធីវរិទ្ធដេញតាមលោកបំមកដៃស្ដាប់ធាក់ចេញមួយវិញបាទពីហូធីងដេញតាមលោកចូលបានមកដៃអត់ត្រូវចាប់អោបជាប់ពីធីវរិទ្ធចាប់អោបចាប់កាច់កាយយ៉ាជួយកាយគេឲ្យដាវមហាចម្ពូចាប់ទាញចាក់ជង្គង់ពីហូធីងជង្គង់ធាក់ពីក្រោយរបស់ធីវរិទ្ធចាប់កាច់ជាបន្តទៀតកាច់រុញឲ្យកាច់ឲ្យរុញហ្នឹងបាទនៅនឹងរុញបបទៅនឹងបង្គោលសកែងរបស់ហូធីងរុញបបទៅនឹងបង្គោលសដៃចាក់ជង្គង់មួយធាក់ជង្គង់សងមកវិញអញ្ញាកដាលអត់តន់ញ៉ៃទេបលែងខ្លួនចាក់ជង្គង់បានម្នាក់ជង្គង់រូបកាយកាត់ខ្លីធីវរិទ្ធខ្លួនចេញចាក់ជង្គង់សងវិញដៃចាប់ទាញសង្វៀនអញ្ញាកដាលញ៉ៃបានតែសិនថាដល់ទាញសង្វៀនទេព្រោះថាអត់ឲ្យខ្ចីកម្លាំងសង្វៀនមកបាទយកថាកេងចំណេញលើកម្លាំងរបស់ដៃគូបាទដើរចូលពីធីវរិទ្ធបោះជង្គង់កាត់មួយគប់កាយឲ្យស្ដាំពីហូធីងឆាចេញបាទធីវរិទ្ធដេញតាមហូធីងថយនេះទាត់កាត់ជើងក្រោមមួយទាត់សងវិញលុបចូលមកដៃស្ដាំឆក់ឲ្យមកដៃស្ដាំនេះអត់ត្រូវធីវរិទ្ធដេញតាមទាត់ជើងក្រោមពីហូធីងវត្តអាស្ដាំមួយចាប់គ្រាចូលជើងចាក់ជង្គង់មួយពីហូធីងជង្គង់ធីវរិទ្ធចាប់កាច់ជាបន្តទៀតតោះជើងអត់ទាន់ដួលចាក់ជង្គង់មួយពីរនឹងដល់ចកាធីវរិទ្ធចាប់កាច់ឲ្យដល់តាពីរម្ដងបាទគេថាកាច់ឲ្យដល់ទីបញ្ចប់បាទឥឡូវកីឡាករហូធីងគវីក្បាលតែតាត់ទាត់មួយពីធីវរិទ្ធដេញតាមឱកាសរបស់ធីវរិទ្ធណែអីសៃដាច់ឈៀងមួយពីហូធីងធីវរិទ្ធដេញតាមកាយរបស់ធីវរិទ្ធចាប់អោបជាប់ជាបន្តទៀតចាក់ជង្គង់មួយកែងកាត់ខ្លីកែងមួយទៀតរបស់ធីវរិទ្ធឲ្យចាប់ទាញខ្ទាស់ជើងអត់ដួលគ្របតែម្ដងកែងពីកែងស្ទួត 1 2 3 4 5 6 7 8 បុក9 10 ចប់ត្រឹមនេះតែម្ដងអបអរសាទរដល់កីឡាករគុណខ្មែរបង្គោលខៀវមរតកគុណខ្មែរអបអរសាទរកីឡាករគុណខ្មែរខ្លាយជាម្ចាស់ខ្សែក្រវ៉ាត់លំដាប់ពិភពលោក ISKA គុណខ្មែរប្រភេទទម្ងន់63គីឡូ500បុរាណដ៏ល្អពោផងដូនតាចងក្រងបន្សល់បាទតាមរយៈជ័យជំនះនេះបាទឥឡូវមកទស្សនារូបភាពសំខាន់តែសិនគេកែងរបស់ហូធីងបាទធីវរិទ្ធដេញតាមលើកជើងអាំមួយគប់កែងមួយកន្លែងនេះគេហៅថាសព្រះរៀមដេញតាមសងមកវិញពីហូធីងចាប់កាច់មកតំហឹងមនុស្សចាស់ហ្មងកាច់អត់លាក់កម្លាំងទេកាច់យកតែមែនទែនបាទកាច់យកតែមែនទែនហើយទាត់មួយបន្ថែមទៀតបាទជង្គង់ហោះមួយគេហៅថាពៀណូជ្រែកប្រពកទាត់កាត់មួយពីធីវរិទ្ធចាប់កាច់កន្លែងនេះរូបកែងកាត់ខ្លីមួយកែងគេថាដាវមហាចម្ពូគ្រាន់តែបលែងទៅដួលគ្របតែម្ដងតាមរយៈជ័យជំនះនេះ
អាយដាមខៅឆាយប្រធានសហព័ន្ធកីឡាបដាល់គុណខ្មែរនិងអ្នកអង្គការសម្អាងវឌ្ឍនៈអគ្គនាយកក្រុមហ៊ុនវឌ្ឍនៈព្រូរីឧបត្ថម្ភជូនដល់បង្គោលខៀវកីឡាករធីវរិទ្ធចំនួន3លានរៀល មរតកគុណខ្មែររួមថែយើងឲ្យដំឡៃនំគ្នាការពារសុខសាយរាល់ថ្ងៃលើដង្កើង បាទយើងរកឃើញមកចាក់ខ្សែក្រវ៉ាត់2ខ្សែក្នុងប្រភេទទម្ងន់59គីឡូក្រាមនិង63គីឡូ500គឺបានទៅលើកីឡាករគុណខ្មែរយើងទាំងពីរហើយជាការខិតខំប្រឹងប្រែងរបស់ពួកគាត់មែនទែនក្នុងការប្រកួតប្រជែងដណ្ដើមខ្សែក្រវ៉ាត់ ISKA គ្រុឌគុណខ្មែរ Ladies and gentlemen, introducing your winner by knockout, Bakil Tivari. បាទជាបន្តទៀតសូមសហការីរបស់យើងនាំយកខ្សែក្រវ៉ាត់ ISKA ឡើងមកកាន់សងវៀន គុណខ្មែររួមថែកុំឲ្យបាត់បង់ក្បាច់គុណបុរាណដ៏ល្អផូរផង់ដូនតាចងក្រងបន្សា បាទជាថ្មីម្ដងទៀតខ្ញុំបានមានកិត្តិយសសូមគោរពអញ្ជើញអាយដាមខៅឆាយប្រធានសហព័ន្ធកីឡាបដាល់គុណខ្មែរអ្នកអង្គការសម្អាងវឌ្ឍនៈអគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ